តោះសួស្តីអ្នកនរគ្នាថ្ងៃនេះស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំរបៀបនៃការយើង download plugin ពី App Store ចូលនៅក្នុង GarageBand អញ្ចឹងនេះយើងចង់ដើរយើងឈរលើសញ្ញានេះមកនេះសញ្ញា mixer នេះបន្ទាប់មកយើងចូលកន្លែង plug in any queue បន្ទាប់មកនេះចុចកន្លែង edit ហើយហើសញ្ញាបូកមួយមកបន្ទាប់មកអ្នកនេះនឹងឃើញ find more on App Store អញ្ចឹងយើងចុចលើវាពឹបយើងនឹងរត់ទៅកាន់ App Store plugin ជាច្រើនក្នុងនោះវាមានទិញនិង free អញ្ចឹងឧទាហរណ៍បើខ្ញុំចង់បានពណ៌នេះខ្ញុំ down 3នឹងចូលមកខ្ញុំ down 3នឹងពណ៌ហ្នឹង free ឯងហើយពណ៌នេះវាយើងត្រូវចំណាយលុយទៅអញ្ចឹងទៅតោះឥឡូវយើងចូលទៅកាន់នេះវិញមកហើយដល់ពេលយើង down បានវានៅក្នុងកន្លែងនេះឯងនេះវាជា unique របស់ GarageBand ដែលយើងចូលកន្លែង audio unit extension នេះវិញនេះឃើញហើយវាមានទាំងអស់នេះនិយាយអីដែលយើងបាន download ឧទាហរណ៍ខ្ញុំចង់ប្រើប្រាស់ជាមួយនឹង audio master ខ្ញុំចុចលើ audio master ពឹបមកវា load ចូលកន្លែងនេះហើយអញ្ចឹងយើងចង់ប្រើអាណាទៀតឧទាហរណ៍ខ្ញុំចង់ប្រើតាក់ទងជាមួយនឹងអានេះមួយទៀតខ្ញុំចុចអានេះមួយទៀតមកហើយចុច done ហើយយើងអាច edit លើនឹងបានចុចលើវាមកនេះវាមានឃើញទេសម្រាប់ master សលេង master ជំនាញអីលឺខ្លាំងជាងទៅវា auto master តែម្ដងអានេះ master ហ្នឹងមិនមែនមិន vocal ណាអ្នកកុំចូលច្រឡំណានេះអានេះជាសលេង tone អានេះដូចជាសម្រាប់ដាក់ guitar ទេអានេះ MP ទេទៅខ្ញុំអត់សូវដឹងដាក់ឲ្យខ្ញុំមិនសូវខ្ញុំអូនេះវាជា MP អត់សូវច្បាស់ដែរព្រោះយើងអត់សូវប្រើ plugin នេះខ្ញុំប្រើពីច្រើនជាមួយនឹង EQ ឥឡូវខ្ញុំទៅមើល plugin EQ មួយទៀតខ្ញុំប្រើអានេះមួយអានេះបូកជាមួយនេះមកយើងយកកន្លែងនេះហៅពី EQ សិនshit parameter នេះ parameter EQ នេះប្រហែលជាអាហ្នឹងជា plugin EQ ចុចពើបនេះមកនេះជា plugin EQ មួយដែរឃើញទេយើងមាន plugin ក្រៅអញ្ចឹងវាក៏នេះសម្រាប់នៅក្នុង GarageBand ផ្ទាល់ហ្មងអានេះក៏ស្រួលប្រើដែរមាន analyzer វា